ឈាមសងដោយឈាមអត់ដឹងថាតើការដែលចេញឈាមលើនឹងអាចទទួលបានអីមកវិញទេលោកហើយសងតែមិនគួរឲ្យជឿធ្វើមួយកែតអត់សូវហត់ទេប៉ុន្តែទៅហត់ជាមួយនឹងអាការការពីមួយកែតវិញអត់យល់ទេអញ្ចឹងយើងមកមើលទាំងអស់គ្នាទៅថាតើខ្ញុំត្រូវធ្វើអីគេខ្លះដើម្បីសម្រេចបានការិយាល័យស្ថាបត្យករមួយនឹងមិនមែនការិយាល័យស្ថាបត្យករទេគឺការិយាល័យស្ថាបត្យកម្មចំណុចទី1ហ្នឹងគឺធ្វើយ៉ាងណាកុំឲ្យអស់លុយច្រើនពេកតាមដែលអាចធ្វើទៅបានអញ្ចឹងទៅខ្ញុំក៏អង្គុយត្រឹងនៅក្នុងបន្ទប់ហើយកលេចមើលគ្រប់ទីកន្លែងទាំងអស់ថាតើអាចយកអីយកមកធ្វើបានខ្ញុំខាត់ខ្លួនឯងតណាកុំឲ្យខ្ញុំត្រូវដកអាឈើពីមួយកែតដែលខ្ញុំធ្លាប់ធ្វើកន្លងមកយកទៅធ្វើឡើងចៃដន្យអីពេលនោះខ្ញុំឃើញក្រដាស់កណ្ដូដែលនៅទនេខ្ញុំអត់បានគូទេអញ្ចឹងទៅខ្ញុំយកវាមកកាន់ទៅវាហឹងគ្រាន់បើអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាយកវាយកមកធ្វើមួយកែតនឹងតែម្ដងទៅវាងាយស្រួលត្រង់ថាអត់ចាំបាច់ប្រើកាវច្រើនទេគ្រាន់តែចូលឲ្យវាមានមុខតិចមកហើយកាច់វាតាមទម្រង់ដែលយើងចង់បានទៅនេះចេញមកស្អាតស្រាលមានការលើកឡើងជាច្រើននៅពេលដែលគេសួរខ្ញុំថាខ្ញុំយកអីយកមកធ្វើហើយខ្ញុំប្រាប់គេថាខ្ញុំធ្វើពីក្រដាស់កណ្ដូក្រដាស់កណ្ដូនេះសំដៅទៅលើក្រដាស់ពណ៌ទឹកដែលវារឹងហើយជក់ទឹកបានល្អគាត់ប្រាប់ក្នុងបំណងល្អទេថាមិនក៏មិនទុកក្រដាស់នឹងទៅគូររូបឬក៏ទៅធ្វើអីផ្សេងទៅបើយើងប្រើក្រដាស់នឹងវាអត់សឹងតែថ្លៃជាងទិញជាប់ស្ពូខ្ញុំក៏បានតបទៅគាត់ថាក្រដាស់នឹងខ្ញុំមានយូរហើយអញ្ចឹងទៅខ្ញុំប្រើក្រដាស់នឹងវាអត់ចាំបាច់ត្រូវការលុយទិញទៀតទេម្យ៉ាងទៀតខ្ញុំក៏អត់ត្រូវគូររូបនៅលើក្រដាស់នឹងដែរទីបំផុតការសម្រេចចិត្តរបស់ខ្ញុំដែលខ្ញុំយកក្រដាស់នឹងមកធ្វើអត់ខុសបំណងទេព្រោះនៅពេលដែលយើងបិទផ្គុំវាជាប់គ្នាទៅវារឹងហើយមាំដូចជាងប្រើជាប់ស្ពូដែរប៉ុន្តែបើសិនជាគ្រូគាត់ផ្ដោតសំខាន់ទៅលើកម្រាស់អញ្ចឹងអីហ្នឹងការប្រើក្រដាស់នឹងគឺខុសចំណុចទី2ខ្ញុំកាត់បដាខ្ញុំផ្គុំវាបដាខ្ញុំមានបញ្ហាក្នុងការថែរក្សាអញ្ចឹងទៅបើសិនជានៅរបស់តូចៗហ្នឹងពិបាកថែមិនក៏វាអត់គង់ដែរអញ្ចឹងមានតែកាត់ឲ្យផ្គុំធ្វើជារបស់ធំតែម្ដងដំណាក់កាលហ្នឹងខ្ញុំធុញទ្រាន់ខ្លាំងមែនតើមិនមែនធុញជាមួយនឹងការធ្វើវាប៉ុន្តែធុញជាមួយនឹងការទុកដាក់វាព្រោះយើងសុទ្ធតែដឹងហើយថាការដែលធ្វើពីក្រដាស់ហ្នឹងគឺវាទន់លែកឡក់ហើយងាយលហែកទៀតងាយកពិតនៅត្រង់ចំណុចហ្នឹងខ្ញុំអត់គួរនិយាយពីអារម្មណ៍របស់ខ្លួនឯងបញ្ចូលទៅក្នុងនឹងខ្លាំងពេកទេប៉ុន្តែវាគឺជាសារដាស់តឿនទៅកាន់មនុស្សមួយចំនួនខ្ញុំខំទុកវាថែរក្សាវាបានល្អគៀនកលៀតកន្លោះហើយហ៊ានទុកនឹងក្រមេព្រោះខ្លាចគេដើរជន់ខំទុកដាក់ឡើងមានរបៀបរៀបរយនៅលើតុហើយប៉ុន្តែខ្ញុំមកពីផ្ទះវិញខ្ញុំឡើងចង់ប្រេះធូរហ្មងនៅពេលដែលខ្ញុំឃើញមួយកែតខ្ញុំថត់នៅគៀនកលៀតឡើងកពិតឡើងពេញហ្នឹងធម្មតាតែកពិតទៅវាខូចត្រង់ទ្រាយហើយប៉ុន្តែខ្ញុំអាចស្ដារឡើងមកវិញបានអត់អីរឿងដែលធ្វើខ្ទេចមួយកែតហ្នឹងខ្ញុំជួបតាំងពីពេលដែលខ្ញុំនៅវិទ្យាល័យហើយដល់ពេលមកសាកលវិទ្យាល័យហ្នឹងក៏បានជួបថែមទៀតសួរថារឿងដែលកើតឡើងតែហ្នឹងវាបែបណាបងអើយអូនណាអាហ្នឹងក៏ជាញើសឈាមរបស់គេដែរយើងអត់គួរធ្វើឲ្យខ្ទេចរបស់គេយើងអត់គួរទៅមើលងាយមួយកែតរបស់គេបើទោះបីជាមួយកែតរបស់ខ្ញុំធ្វើពីក្រដាស់ក៏ដោយខ្ញុំអត់មានលទ្ធភាពទិញជាប់ស្ពូតក៏ដោយប៉ុន្តែអាហ្នឹងវាគឺជាមួយកែតសម្រាប់ខ្ញុំដាក់បន្ទុកយកអារម្មណ៍របស់ខ្លួនឯងយកមកដាក់ចុះបើសិនជាអ្នកដទៃធ្វើបាបមួយកែតរបស់យើងវិញតើយើងមានអារម្មណ៍បែបខ្ញុំអត់ចាត់ទុកថាមួយកែតរបស់ខ្ញុំគឺជាមួយកែតទេណានៅពេលដែលអីដែលខ្ញុំធ្វើដល់ផ្ទាល់ដៃហើយគឺខ្ញុំចាត់ទុកថាវាគឺជារបស់ដែលមានជីវិតមួយខ្ញុំអត់បានឃើញផ្ទាល់ភ្នែកពីសកម្មភាពហ្នឹងទេប៉ុន្តែខ្ញុំគ្រាន់តែលើគេប្រាប់ខ្ញុំថាបងមានគេមើលមួយកែតរបស់បងឯងហើយគេតម្លាក់ឡើងទឹកភ្នែកចង់ស្រក់ប៉ុន្តែខំទប់ខ្លាំងមែនតើសរុបជារួមទៅមើលទៅថាទៅពេទ្យជ្រាយទៅប៉ុន្តែកុំទៅធ្វើឲ្យខ្ទេចបោះឈានចូលដល់ចំណុចទី3គឺខ្ញុំធ្វើក្តារត្រូទំហំ40ចឹងទៅខ្ញុំក៏សួរបងអូនខ្ញុំអូនណៃមានក្តារប្លង់ដែលចង់ឡត់បងសុំធ្វើក្តារត្រូហើយគាត់ចិត្តល្អខ្លាំងមែនតើណាគ្រាន់លើខ្ញុំនិយាយចឹងភ្លាមគាត់ទៅមើលឲ្យមកហើយថានេះបងក្តារហ្នឹងគឺទនេបងឯងយកខ្ញុំលេងត្រូវការខ្ញុំកាន់តែទំហំ40ហ្នឹងប្រហែលជាបាន2សន្លឹកខ្ញុំភ្លេចបាត់ហើយកាលហ្នឹងវារៀងយូរដែរប៉ុន្តែគ្រាន់តែថាក្តារហ្នឹងវារៀងស្ដាងហើយទៅវាតូនណាចឹងទៅតយើងថែមក្តារឡើងមួយជាន់2ជាន់ទៀតទីផុតក្តារត្រូរបស់ខ្ញុំត្រូវបានធ្វើឡើងហើយអញ្ចឹងយើងទុកវាមួយឡែកទៅយើងចូលដល់ចំណុចទី4តែបើយើងអាចប្រើដើមផ្កាដែលមានផ្កាពណ៌សហើយដើមវាពណ៌រៀងសសដែរហ្នឹងយកដាក់ក៏បានដែរប៉ុន្តែដោយសារតែអាគាររបស់ខ្ញុំពណ៌សអញ្ចឹងបើសិនជាខ្ញុំដាក់ផ្កានឹងទៀតវាធ្វើឲ្យបាំងអាគារវាលេងស្អាតហើយម្យ៉ាងទៀតយើងក៏ចង់សំចាចឹងទៅខ្ញុំក៏សម្រេចចិត្តថាទៅបោចដើមស្មៅនៅតាមផ្លូវនឹងតែម្ដងខ្ញុំក៏ប៉ុន្តែបើអញ្ចឹងសិនតែមានពូលាហាក៏សួរថាអូនមិនអូននេះឬក៏ពាក្យអីខ្ញុំភ្លេចបាត់ហើយប៉ុន្តែក្នុងនេះក៏សួរថាបោចដើមនឹងយកទៅធ្វើថ្នាំអីគេក៏មានពូប្តីប្រពន្ធ2នាក់ទៀតគាត់ក៏សួរសំណួរដូចគ្នាហើយក្នុងន័យដូចគ្នាអញ្ចឹងណាខ្ញុំអត់សូវឆ្ងល់ទេថាហេតុអីបានជាគាត់ព្រោះជាធម្មតាមិនដែលមានណាគេទៅបោចដើមឈើតាមផ្លូវអញ្ចឹងទេហើយម្យ៉ាងបើសិនជាយើងចង់រកថ្នាំសង្កូវអីក៏យើងផ្សាយផ្សំពីថ្នាំរុក្ខជាតិមកដែរខ្ញុំទៅបោចទៅគឺបានពិតមែនប៉ុន្តែគ្រាន់តែថាវាស្ទើរស្លឹកអីអញ្ចឹងហើយប៉ះដើមខ្លះទៅវាល្អវាអត់មានតែយទេប៉ុន្តែដើមខ្លះទៀតគឺវាមានតែខ្ញុំរៀងខ្លាចរអាជាមួយនឹងចៃហ្នឹងព្រោះខ្ញុំគិតថានៅពេលដែលធ្វើហើយទៅគឺនឹងយកដើមនឹងយកទៅដាក់នៅក្នុងបន្ទប់អញ្ចឹងខ្លាចចៃនឹងវាមានកើតកូនកើតចៅហើយវាមកទុំមកអីលើយើងពេញហ្នឹងប៉ុន្តែខ្ញុំសារដាក់វាហាថ្ងៃហើយទៅគោះវាទៅគឺចៃនឹងជ្រុះអស់ពិតមែនអត់អីអញ្ចឹងបញ្ហាចៃនឹងត្រូវបានដោះស្រាយហើយដើមឈើក៏ខ្ញុំមានដែរប៉ុន្តែពណ៌ធម្មជាតិហ្នឹងគឺវាអត់គ្រប់គ្រាន់ទេខ្ញុំចង់បានវាពណ៌ខ្មៅក្រឹបហ្មងដើម្បីឲ្យកងត្រាស់ជាមួយនឹងអាគាររបស់ខ្ញុំអញ្ចឹងទៅខ្ញុំក៏ទៅទិញថ្នាំពណ៌ខ្មៅយកមកបាញ់មកកំប៉ុង6500ដែរវារៀងថ្លៃខ្ញុំចង់លើសម្រាប់អាគាររបស់ខ្ញុំឲ្យវាសតអញ្ចឹងណាអញ្ចឹងទៅសម្បីតែ landscape ដែលក្តារដែលខ្ញុំធ្វើ40ហ្នឹងក៏ខ្ញុំយកទៅបាញ់ថ្នាំពណ៌ជាមួយគ្នាដែរដល់ឥឡូវចំណុចទី5វិញពួកយើងត្រូវដាំដើមឈើហើយក៏រៀបចំ landscape ដែរ landscape របស់ខ្ញុំហ្នឹងខុសពីគំរូប្លង់ដែលខ្ញុំបានធ្វើមុនខ្លះៗដែរដោយសារតែមានការអនុញ្ញាតប៉ុន្តែខ្ញុំរៀងសន់ឲ្យតកំណត់ខ្លាំងមែនតើមានអារម្មណ៍ថាលេង landscape ហ្នឹងទៅដាក់ដើមឈើទៅវាអត់ស្អាតវាអត់ស៊ីអានេះខ្ញុំដឹងមូលហេតុដោយសារតែដើមឈើរបស់ខ្ញុំហ្នឹងវាស្លឹកតិចពេកមើលទៅមានតែដើមដូចដើមឈើងាប់ចឹងប៉ុន្តែខ្ញុំហ៊ានសម្រេចចិត្តមួយគឺដាក់វាទៅសិននៅបើសិនជាខុសឬក៏ខូចខាតអីចាំយើងកែតាមក្រោយចំណុចទី6ខ្ញុំឲ្យឈ្មោះថាក្រុមការងារចិត្តល្អខ្ញុំធ្វើមួយកែតដោយ
ឡែករៀងខ្លួនម្នាក់មួយយីប៉ុន្តែពួកគាត់ដែលនៅថ្នាក់ផ្សេងគ្នាហ្នឹងមកជួយធ្វើខ្ញុំដោយសារតែគ្រូចិត្តយកឲ្យទៅវារៀងស្លន់ស្លោមុនពេលដែលយើងទៅសៀមរាបអញ្ចឹងទៅបានពួកគាត់មកជួយទៀតធ្វើឲ្យយើងមានកម្លាំងចិត្តហើយឆាប់បានសម្រេចការងារជាចុងក្រោយខ្ញុំជូនពរពួកគាត់ឲ្យមានសុខភាពល្អសំណាងល្អអាយុវែងហើយសូមឲ្យការរៀនសូត្ររបស់ពួកគាត់ប្រព្រឹត្តទៅបានដោយបំណងប្រាថ្នាតាមពិតទៅមិនមានតែ3នាក់ឯណាគឺមានច្រើនអ្នកទៀត